ngày nâng ọt miền ấy tê nhiệt nhôm cứ ọ lục tầng ọ bột tầm miền mẹ cạ chuồn lục chơi màu chu ruom bậc kênh po oiព្រះមេគុណនិងសហការីគុណញាតិញោមហ្នឹងហើយចំនួន6អង្គទាំងអស់ហ្នឹងមានព្រះមេគុណជាថ្នាក់ដឹកនាំប្រមុខធំនៅក្នុងខេត្តហ្នឹងបន្ទាប់មកបានព្រះប្រឡាត់សំណាងខេត្តយើងព្រះប្រឡាត់លោកនៅក្មេងបើប្រឡាត់83ទៀតចប់ត្មងចុះព្រះមេគុណ85 86ហើយប្រឡាត់ទឹមខ្សែជាងមានន័យថានៅកំឡាំងព្រះប្រឡាត់បន្តមកយើងមានព្រះវិន័យធម៌ព្រះវិន័យធម៌ក៏បញ្ជូនមិនតាន់អីទេត្បិតតែចាស់តែមិនតាន់80ទេយើងមានព្រះធម្មធម៌នឹងកម្លាំងនៅដើរភ្នំបានអត់អីទេអញ្ចឹងយើងមានព្រះសមុក៏នៅក្មេងដែរព្រះសមុធ្វើកិច្ចការបច្ចុប្បន្នខាងពុទ្ធកសិក្សាជាអ្នកមានឈ្មោះបោះសំឡេងគួសមនៅស្រុកអាស៊ីអាគ្នេយ៍នេះព្រះសមុនេះល្បីនៅក្រៅស្រុកញាតិញោមពួកអន្តរសាសនាអន្តរជាតិស្គាល់ច្រើនតែអកុសលអ្នកស្រុកបាត់ដំបងមិនស្គាល់សមុនេះទេថាជានរណាណាវាទៅយើងចេះទៅវិញណាញោមក្នុងស្រុកមិនសូវស្គាល់ទេតែបរទេសស្គាល់ព្រះសមុវីសុវិជានេះច្រើនដោយសារព្រះអង្គឧស្សាហ៍ធ្វើកិច្ចការលើឆាកអន្តរជាតិហើយព្រះលេខាលោកម្ចាស់ហាក់សៀងហៃក៏នៅក្មេងអញ្ចឹងក្រុមការងារអាយដាមចំនួនថ្មីនេះគឺក្មេងច្រើនចឹងសង្ឃឹមថាការងារបាត់ដំបងជាពិសេសកិច្ចការពុទ្ធសាសនានេះសង្ឃឹមថានឹងជាដៃជាភ្នែកជាច្រមុះរបស់ព្រះមេគុណនេះបានហើយតាសឹកគឺពិបាកហើយចឹងកុំសឹកណាហ្នឹងហើយនិយាយអញ្ចឹងមិនដាក់បញ្ជាទេថាបើចង់ឲ្យព្រះពុទ្ធសាសនាកិច្ចការសាសនានេះអាចនៅមមតំព្រះថេរៈបកូនណាម្ចាស់ត្រូវតែលះបង់កណាមិនហ៊ានថាឲ្យលះបង់បណ្ណាទេប៉ុន្តែត្រូវតែលះបង់បានកិច្ចការសាសនានេះនឹងប្រព្រឹត្តទៅដោយល្អដោយប្រសើរក្នុងសម័យពុទ្ធកាលអស់លោកសប្បុរសទាំងអស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ធ្វើកិច្ចការបើយើងសិក្សាទៅពុទ្ធកិច្ច5យ៉ាងរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបំពេញប្រចាំថ្ងៃនេះគឺទ្រង់រវល់ខ្លាំងណាស់ក្នុង24ម៉ោងនោះរវល់រពេលដកឃ្លាមិនរួចទេពេលព្រឹកទ្រង់តើនល្បាក់ម៉ោង3ម៉ោង4តើដែរហើយចុងក្រោមព្រះអង្គនៅបដិបត្តិសមាធិសង្ក្រមព្រឹកឡើងហ្នឹងមើលនិស័យសត្វព្រឹកឡើងហ្នឹងមើលឲ្យញោមមុខញោមអីនៅណាអាចតថាគតប្រុសបានព្រឹកឡើងហ្នឹងមើលប្រមើលមើលនិស័យរបស់សត្វបន្ទាប់មកស្ដេចចេញទៅបិណ្ឌបាតហ្នឹងគឺទៅប្រុសញោមទៅជួបទៅសង្គ្រោះសត្វលោកដែលលិចលួងនៅក្នុងអវិជ្ជាដែលលិចលួងនៅក្នុងជីវិតដែលលំបាកហ្នឹងព្រះទៅដើរប្រាប់និមន្តប្រាប់គេឲ្យរស់នៅយ៉ាងម៉េចប្រកបដោយសុខ
មិនបានណាពេលព្រឹកញាតិញោមព្រះរហូតថ្ងៃសម្ដែងពធទេសនារសៀលហ្នឹងល្ងាចបិណ្ឌបាតហើយត្រឡប់មកវិញរសៀលហ្នឹងសម្ដែងធម៌ទេសនាប្រុសពុទ្ធបរិស័ទនៅក្នុងវត្តយប់បដៅភិក្ខុសង្ឃយប់អាត្រាតជួបជាមួយនឹងពួកទេវៈពួកទេវតាដែលឆ្ងល់ប្រសារឿងរ៉ាវក្នុងជីវិតអីហ្នឹងចឹងវិលជុំនឹងញាតិញោមមើលព្រះសម្មាសម្ពុទ្ធជាម្ចាស់រវល់ក្រៅពីព្រះអង្គខ្លួនព្រះអង្គផ្ទាល់រវល់តែមួយអង្គឯងសាវកទាំងឡាយហ្នឹងក៏រវល់ជាមួយព្រះអង្គដែរព្រះអង្គមានអ្នកណាមានព្រះអនន្តជាឧបថាសម័យបច្ចុប្បន្នគេហៅលេខាផ្ទាល់នឹងអ្នកនៅជាមួយហើយរៀបតាំងពីបាតតាំងពីឈើស្ទួនតាំងពីជ័យវរតាំងពីអីសពបែបយ៉ាងទាំងអស់បំរើព្រះក្រៅពីព្រះអនន្តដែលជាអ្នករស់នៅផ្ទាល់ជាមួយនឹងមានព្រះសរិបុត្រអគ្គសាវកស្ដាំជួយកិច្ចការសាសនាជួបព្រះរាជាកហបតីប្រុសពុទ្ធបរិស័ទក្រៅព្រះសរិបុត្រមានប្រមោគលានក្រៅពីព្រះមោគលានមានប្រធេរៈទាំងអស់នឹងទៀតចំនួន80ដែលយើងហៅថាព្រះអសេតិមហាថៃហ្នឹងជំនាញផ្សេងគ្នាក្នុងការជួយព្រះដូចជាភិក្ខុខ្លះដូចជាញាតិញោមខ្លះមាននិស្ស័យស្ដាប់ព្រះមហាកច្ចាយណៈរង្គីសេចក្តីច្រើនជាងភិក្ខុដតីអញ្ចឹងព្រះប្រើព្រះមហាកច្ចាយណៈហ្នឹងឲ្យព្រះអង្គទៅពន្យល់ធម៌អញ្ចឹងក្រុមការងាររបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងជាង80រូបដែលលះបង់ពេញមួយបច្ចុប្បន្នបានសាសនានឹងផ្សាយលឿនណាស់ញាតិញោមចាប់តាំងពីកបិលវត្ថុដែលជាដែនដីកំណើតមកកាន់តំបន់ប៊ីហាពុទ្ធគយាមកកាន់ញូដេលីដែនគូរុនេះឥណ្ឌានឹងឆ្ងាយណាស់ញាតិញោមជិះឡានមួយថ្ងៃវល់ល្ងាចហើយសម័យនោះដើរអញ្ចឹងការផ្សព្វផ្សាយសាសនាហ្នឹងដោយសារតែមានក្រុមការងារហ្នឹងក្រុមព្រះសម័យនោះក្រុមពួកប្រធេរៈនៅជុំវិញព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងទើបអាចធ្វើឲ្យកិច្ចការរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងទៅបានដោយរលូនដោយជោគជ័យហើយផ្សព្វផ្សាយនៅព្រះសទ្ធម្មដែលព្រះអង្គបានត្រាស់ដឹងហើយដល់ចែកជូនដល់ពុទ្ធបរិស័ទនេះជារបៀបធ្វើការនៅក្នុងព្រះពុទ្ធសាសនាដែលឡែកនៅក្នុងប្រទេសកម្ពុជារបស់យើងនេះសាលាគុណហ្នឹងគឺមានមន្ត្រីសង្ឃអមព្រះមេគុណចាស់ហើយញាតិញោមឯកឧត្តមមន្ត្រីរាជការយើងចូលនិវត្តន៍មន្ត្រីសង្ឃនេះអត់ចូលទេធ្វើដល់ងាប់តែហ្មងដាច់ខ្យល់ពិតបានឈប់សញ្ញេព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងសូមត្រៀមបតីណាត្រៀមបតីថាការងារបម្រើសាសនានេះគឺត្រូវធ្វើរហូតដល់ថ្ងៃចូលមកឈូសអត់មានពាក្យថាដំអូនដំអែទេគឺថាអញ្ចឹងគូអាផប់មែនថាចឹងឯងជីវិតព្រះមន្ត្រីសង្ឃត្រូវទៅធ្វើកិច្ចការហ្នឹងហើយបើបាននេតិជាមន្ត្រីសង្ឃហើយគឺត្រូវតែរងទុក្ខវេទនាហើយរងទុក្ខហ្នឹងមិនមែនអីទេគឺដើម្បីជាការជួយកិច្ចការសាសនាហ្នឹងមិនមែនរងទុក្ខរឿងអីទេព្រោះការងារតែធ្វើហត់ហើយតែហត់ហ្នឹងគឺកើតទុក្ខហើយគឺដើម្បីសេចក្តីសុខសេចក្តីចម្រើនរបស់សង្គមតែបើបានតួនាទីហើយអត់នាំអ្នកធ្វើវាលេងទៅជាពរជ័យហើយតួនាទីនឹងវាទៅជាបណ្ដាសាត្រីសងអង្គខ្លះបានតួនាទីហើយយកទៅដេកចងមុងអត់ធ្វើអីអានឹងបណ្ដាសានាំឲ្យអន្តរធានទាំងសាសនាទាំងសង្គមជាតិហត់សំលៀនលេងឈប់ធ្វើ
ដាក់អ្នកថ្មីទៀតបានកណាពេលខ្លះខ្មាស់អ្នកផ្សាយសាសនាមកពីប្រទេសដទៃគេជិះយន្តហោះរាប់សិបម៉ោងមកដេកអង្គាសអង្គាលនៅស្រុកយើងដើម្បីផ្សាយសាសនាចំណែកយើងនៅក្នុងទីនេះយើងទៅធូព្រះអង្គខ្លះធូអត់បានទេត្រូវតែម៉ាត់ឆាត់ត្រូវតែតឹងបានទៅរួចអាហ្នឹងទូលប្រគេនអញ្ចឹងតែអញ្ចឹងព្រះអង្គខ្លះដែរខេត្តដតីដែលនេះហ្នឹងជួនថាអាត្មាទៀតហ្នឹងហើយថាចោះកណាថាអញ្ចឹងព្រោះសង្គមញាតិញោមគឺវិបត្តិវាប្រែប្រួលរហូតអញ្ចឹងព្រះមន្ត្រីសង្ឃបកករណាជាម្ចាស់ទូនាទីរបស់យើងគឺបំរើធ្វើកិច្ចការសម្រាប់ពុទ្ធមាមេកជនស្រឡាញ់សាសនាព្រោះសាសនានៅកម្ពុជានេះវាជាឈាមវាជាសាច់របស់ប្រជានុរាស្ត្ររបស់យើងដែលជាអ្នកកាន់ព្រះពុទ្ធសាសនាវត្តអារាមនេះបង្កើតឡើងមិនមែនដើម្បីបំផ្លាញសង្គមទេវត្តអារាមនេះបង្កើតឡើងគឺដើម្បីបម្រើសង្គមឲ្យរីកចម្រើនព្រះសង្ឃចូលមកកាន់ភ្នោះគឺជាការចូលមកកាន់ទីកន្លែងមួយដែលទទួលការអប់រំមិនមែនចូលមកសង្ងំដើម្បីកិច្ចចេញអំពីភារៈរបស់សង្គមជាតិទេពួកយុវភិក្ខុទាំងឡាយលោកចាំថាការចូលមកកាន់វត្តអារាមការចូលមកកាន់ភ្នោះនេះគឺដើម្បីសិក្សាទីនេះបរិសុទ្ធដោយសិលសមាធិនិងបញ្ញាអញ្ចឹងវត្តអារាមនេះមានភារៈសំខាន់ណាស់ដែលត្រូវបំពេញចូលមកហើយសិក្សាលោកមាននិស្ស័យលោកបន្តភ្នោះតទៅទៀតលោកអស់និស្ស័យលោកវិលថយក្រោយវិញចុះទៅបំរើជាតិវិញក្នុងភាវៈជាអ្នកជាក្រហោះណែវត្តអារាមសំខាន់អញ្ចឹងណាមិនកន្លែងកប់ខ្មោចឥតប្រយោជន៍ទេដូចមនុស្សមួយចំនួនពោលទេមែនទេជាកន្លែងដែលបំរើជាតិឲ្យមនុស្សខ្មែរនឹងចេះដឹងជាកន្លែងដែលផ្ដល់នៅក្តីសង្ឃឹមចំពោះជនទាំងឡាយណាដែលអស់សង្ឃឹមនៅក្នុងជីវិតប៉ុន្តែសួរថាយើងធ្វើបាន 100% តែធ្វើវាមិនបានទេញាតិញោមអ្នកខ្លះចូលមកបួសហើយក៏ចោលមកសៀតតែម្ដងហ្នឹងវាមានអ្នកអញ្ចឹងដែរប៉ុន្តែអានោះវាធម្មជាតិរបស់មនុស្សលោកយើងទៅពឹងអីញោមអើយ100អ្នកវាមិនដែលល្អទាំង100តែវាខុសខ្លះនោះឯងអញ្ចឹងខុសបើសិនជាមានកំហុសខុសឆ្គងតែម្នាក់ឬពីរនាក់ក៏គួរណាស់តែកុំយកម្នាក់ហ្នឹងមកជាតំណាងនៃវត្តអារាមទាំងមូលដែរនឹងបើចង់ឲ្យសង្គមយើងបរិបូរណ៍ដោយការគោរពដោយតម្លៃដោយវឌ្ឍនភាពអញ្ចឹងណាប្រកាសណាព្រះមន្ត្រីសង្ឃខេត្តជួយលោកឪបញ្ជូនច្រើនហើយ80ជាងហើយជួយកណាំចាស់ជួយអញ្ចឹងកិច្ចការហ្នឹងទូលប្រគេនអញ្ចឹងញាតិញោមព្រះមន្ត្រីសង្ឃហ្នឹងគឺការងារនឹងឯងកុំសត់អីលោកចាស់ព្រះធម្មធរព្រះសមុព្រះលេខាដែលក្មេងៗជាងគេត្រូវជ្រងលោកឪឲ្យបានចឹងសួរថាការងារក្រៅអំពីកិច្ចការអស់ហ្នឹងត្រូវហើយប្រសិនបើអត់មានការដឹកនាំច្បាស់លាស់ទេពុទ្ធសាសនាយើងក្នុងខេត្តបាត់ដំបងនឹងរវាទញាតិញោមរវាទហើយពួកបុគ្គលអាឡាច់ជីនឹងយកស្បង់ចេវរគ្របដណ្ដប់ហើយធ្វើព្យុះធ្វើភ្លៀងនៅក្នុងសាសនានាំឲ្យរង្គៀសចិត្តដល់ពុទ្ធបរិស័ទដែលជាអ្នកជ្រះថ្លាក្នុងធម្មៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក្រៃលែងពុទ្ធបរិស័ទយើងកណាឃើញហេតុភេទនឹងមិនល្អឈឺចិត្តស្ដាយស្រណោះអញ្ចឹងព្រះមន្ត្រីសង្ឃខេត្តបកូនណាម្ចាស់
ត្រូវជួយប្រដេកប្រគុណព្រះមេគុណឲ្យបាននៅអស់លទ្ធភាពគណៈម្ចាស់កិច្ចការអស់ទៅនឹងគឺសង្ឃឹមព្រះមន្ត្រីសង្ឃក្មេងៗហើយកាលណាទៅសាសនាយើងរៀបល្អវត្តនឹងคล้ายជាមជ្ឈមណ្ឌលផ្ដល់នៅទីជំរក់ផ្ដល់នៅសេចក្តីសុខផ្ដល់នៅក្តីសង្ឃឹមជាកន្លែងអភិរក្សវប្បធម៌ប្រពៃណីរបស់ជាតិសាសន៍យើងហ្នឹងហើយអញ្ចឹងញាតិញោមមើលនឹងផលប្រយោជន៍មើលអញ្ចឹងផលប្រយោជន៍មើលអញ្ចឹងឃើញអញ្ចឹងហើយទាំងអស់ហ្នឹងគឺជាគុណបំណាច់របស់បរិស័ទផងហើយនឹងក៏ជាការលះបង់របស់ប្រធេរៈចាស់មកកាលពីជំនាន់មុនផងសូមអនុមោទនាអស់លោកសប្បុរសទាំងអស់ជាទីស្រឡាញ់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គត្រាស់ដឹងឡើងប្រយោជន៍តែម្យ៉ាងគឺដើម្បីធ្វើយ៉ាងណាជួយសត្វលោកឲ្យរស់នៅប្រកបដោយសេចក្តីសុខសុខដោយកាយសុខដោយចិត្តតែសេចក្តីសុខនេះកើតឡើងក៏ព្រោះតែវាមានសមុដ្ឋានរបស់វាហេតុដែលនាំឲ្យសុខក្នុងនេះចង់នាំធម្មីកថាខ្លីមួយដើម្បីចែករំលែកពុទ្ធបរិស័ទរួមទាំងប្រជាពុទ្ធបរិស័ទទាំងអស់ទូទាំងប្រទេសចម្រើនពរព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងទុកនៅការនៅធម៌6យ៉ាងសម្រាប់លះបង់នៅការព្យាបាទគ្នាណាញាតិញោមព្រះអង្គសម្ដែងត្រាស់ទុកនៅក្នុងមហាសតិប្បដ្ឋានសូត្រហ្នឹងថាធ្វើយ៉ាងម៉េចដើម្បីលះបង់នៅការព្យាបាទគ្នាហ្នឹងនៅក្នុងសង្គមមនុស្សនេះញាតិញោមមនុស្សព្យាបាទគ្នាព្រោះយើងកើតមកនឹងវាមានការលោភលួនមកជាមួយការសន្សំអិច្ឆាចំណែនព្យាបាទមិនមានមេត្តាមិនសូវមានមេត្តាចំពោះគ្នាសម្រាប់បុគ្គលពួកខ្លះប៉ុន្តែហេតុមួយដែលសម្ដែងក្នុងទីនេះចង់ថាព្រះមន្ត្រីសង្ឃសូមបកូនណាញ៉ាំងមេត្តាធម៌ឲ្យកើតឡើងនៅក្នុងសហការីរបស់ព្រះអង្គកុំចំណែនគ្នាកុំចាក់គ្នាកុំព្យាបាទគ្នាដោយតែលោកធម៌ហ្នឹងធម៌ហ្នឹងកើតចំពោះព្រះសង្ឃក៏កើតចំពោះព្រះសង្ឃក៏កើតព្រះសមុល្បីដាក់សមុមួយមកអញមិនជួយសមុនោះដាច់ក្បាលដាច់ទៅទុយតែឯងធ្វើការហត់ផងគេស្ដីឲ្យទៀតយូររត់បាត់ហ្នឹងអត់ទេចឹងបានព្រះអង្គត្រាស់សម្ដែងនៅក្នុងមហាសតិប្បដ្ឋានសូត្រថាមនាលភិក្ខុទាំងឡាយធម៌6យ៉ាងនេះអាចញ៉ាំងសេចក្តីព្យាបាទនឹងឲ្យសាបសូន្យចុះបានញាតិញោមណាស្អប់អ្នកដតីព្យាបាទគេចាំស្ដាប់ធម៌នឹងមើលហើយយល់ទៅញ៉ាំងឲ្យចុះឡើងញោមណាអាធម៌ព្យាបាទនឹងធម៌ភ្លើងដែរញោមដុតអូយដុតមកយប់ខឹងគេនោះជាតរោវិធីធ្វើម៉េចឲ្យគេឮតែគេគ្រោះថ្នាក់ចរាចរណ៍ក្នុងចិត្តសាធុអញបន់យូរហើយហ្នឹងឯងគេហៅធម៌ព្យាបាទនោះញោមហ្នឹងហើយអានោះវាកើតមានអត់អីទេញោមអត់អីទេញោមមានក៏បានដែរមិនអីទេប៉ុន្តែគ្រាន់តែវាកុហលកាហាយហ្នឹងហើយកិលេសវាចេះឯងញោមមិនមានអីគួរឲ្យខ្មាស់អៀនទេឥឡូវដោយសារពួកយើងជាអ្នកដើរតាមយុគលបាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយព្រះអង្គត្រាស់សម្ដែងថាមនាលអ្នកទាំងឡាយចូលអ្នកទាំងឡាយហ្នឹងញ៉ាំងធម៌ព្យាបាទហ្នឹងឲ្យសាបសូន្យហើយជាធម្មីកថាធម្មបណ្ណាការថ្វាយព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងទេណាទុកស្ដាប់ជាទីជ្រះថ្លាធម៌នោះទី1
មេត្តានិមិត្តសៈឧក្កហោត្រូវរៀនយកមេត្តានិមិត្តជាកិច្ចបដិបត្តិមានន័យថាម៉េចគិតញ៉ាំងចិត្តនឹងឲ្យឃើញមេត្តាធម៌នឹងជារឿយចំពោះគ្នាញាតិញោមហ្នឹងហើយថ្វាយព្រះបកូនណាម្ចាស់តសហការីយើងមានតែ6ព្រះអង្គទេអញ្ចឹងញ៉ាំងមេត្តាគិតរឿយចម្រើនកាន់យកមេត្តាធម៌មេត្តាចិត្តកាន់អញ្ចឹងគឺថាព្រះអង្គអ្នកសំដែងធម៌ទេសនាហ្នឹងអត់ចេះខឹងទេតែខឹងតាបិណ្ឌហាត់ដែរហាត់មេត្តាហ្នឹងវាត្រជាក់ញាតិញោមបើទៅក្នុងព្រៃជ្រៅគ្មានធម៌អីប្រកែជាងមេត្តានេះទេញាតិញោមគ្មានទេអាវក្រោះក៏មិនប្រកែជាងមេត្តាធម៌នេះចិត្តដែលកាន់យកមេត្តាធម៌នេះជាចិត្តដែលស្ងប់ហើយក្លាហានបំផុតញ៉ាំងភាពត្រជាក់នៃចិត្តនឹងឲ្យកើតឡើងនៅក្នុងហរតីនឹងហើយភាពត្រជាក់ត្រជុំនៃចិត្តនឹងភាពត្រជាក់ត្រជុំភាពស្ងប់នឹងវាធ្វើឲ្យចិត្តនឹងក្លាហានក្នុងន័យធ្វើជាកុសលទេញាតិញោមមិនមែនក្លាហានក្នុងន័យអាក្រក់ទេអញ្ចឹងអស់លោកសប្បុរសទាំងអស់នៅក្នុងកិច្ចបដិបត្តិប្រចាំថ្ងៃទី1បើចង់ឲ្យព្យាបាទធម៌ព្យាបាទនឹងធម៌ជាអកុសលនឹងវាថមថយចុះសូមរៀនកាន់យកនៅមេត្តានិមិត្តមានន័យថាគិតចម្រើនមេត្តាធម៌គិតអំពីសេចក្តីល្អនៃមេត្តាធម៌ចេះអាណិតបើលោកគ្រូអាចារ្យកំអ៊ីវលោកបង្រៀនចេះល្អដែរលោកថាបើសិនជាកណ្ដោះអាត្មាសួរគាត់សួរថាធ្វើម៉េចចម្រើនមេត្តាកើតគាត់ថាព្រះអង្គបើចិត្តព្រះអង្គនឹងទោសៈវារឹស្យាក្រៃលែងព្រះអង្គមិនអាចស្រឡាញ់មនុស្សលោកបានដំបូងព្រះអង្គស្រឡាញ់សត្វសិនទៅស្រឡាញ់ធ្វើម៉េចថាផ្ដើមចេញអំពីការឲ្យចំណីសត្វមិនតិចយូរចិត្តនឹងដាក់ចោះនៅការស្អប់ខ្ពើមដល់ក្រៃលែងចំពោះមនុស្សលោកប៉ុន្តែត្រូវហាត់ផ្ដើមចេញពីឲ្យចំណីសត្វផ្ដើមចេញអំពីការស្រឡាញ់សត្វឬក៏ផ្ដើមចេញអំពីការកុំឲ្យស្អប់សត្វអ្នកខ្លះកើតមកស្អប់ឆ្កែអ្នកខ្លះស្អប់ឆ្មាអ្នកខ្លះស្អប់សត្វនេះស្អប់សត្វនោះចាកំអ៊ីលោកថាកិច្ចបដិបត្តិហ្នឹងជាកិច្ចបដិបត្តិដ៏សាមញ្ញបំផុតហើយអាចធ្វើបានញ៉ាំងមេត្តាចិត្តកម្រិតទូចមួយឲ្យផុសឡើងចំពោះសត្វដេរឆាននោះជាចំណុចចាប់ផ្ដើមនៃកិច្ចបដិបត្តិធម៌មេត្តាហើយញាតិញោមអញ្ចឹងទី1ញោមរលឹកញ៉ាំងមេត្តានិមិត្តហ្នឹងឲ្យកើតឡើងក្នុងចិត្តគិតណាញាតិញោមគិតថាធម៌មេត្តាហ្នឹងវាល្អវាត្រជាក់គិតអញ្ចឹងសិនទៅតិចយូរទៅចិត្តហ្នឹងវាចប់វាទទួលយកថាអូមេត្តាធម៌ហ្នឹងវាត្រជាក់អញ្ចឹងមែនទី2មេត្តាភាវនានុយោគោកិរិយាប្រកបរឿយនៅការចម្រើនមេត្តាធម៌ប្រកបនឹងធ្វើញាតិញោមហើយមេត្តានឹងញោមធ្វើបានគ្រប់ពេលទាំងអស់ញាតិញោមតាំងពីអង្គុយស្ដាប់ធម៌តាំងពីមានចិត្តត្រជាក់ចែករំលែកអាសនៈដែលអង្គុយទីនេះមេត្តាអិរិយាបថទាំង4របស់បរិស័ទហ្នឹងដេកដើរឈរអង្គុយហ្នឹងអាចចម្រើនមេត្តាទាំងអស់បានញាតិញោមទាំងអស់បានញាតិញោមបានអានេះលោកថាកិរិយាប្រកបរឿយនៅការចម្រើនមេត្តាហ្នឹងហ្នឹងហើយសំបីតែទិញក៏ខ្វេហ្នឹងក៏អាចចម្រើនមេត្តាបានតាមរយៈអកប្បកិរិយាដ៏ស្រគត់ស្រគុំអ្នកខ្លះហ្នឹងទៅទិញកាខ្វេទៅសឡុតអ្នកលក់នឹងចង់ងប់ហើយក៏ខុសទិញទួចណាកាខ្វេមួយកែវឲ្យដាក់ស្ករ20%អានោះទៅដាក់50គ្នាស្ដាប់វាមិនលឺមួម៉ៅដាក់គ្នាសុំទោសមិនក៏មិនព្រមណែយើងអន់ជាងកាខ្វេមួយកែវទៅទៀតគេទេនឹងប្រយ័ត្នណាញាតិញោមអញ្ចឹងមេត្តាធម៌ហ្នឹងវាមានគ្រប់ភាវៈនៃ
ជីវិតរស់នៅគ្រប់ពេលគ្រប់ឱកាសចឹងការចម្រើនមេត្តានឹងរឿយញាតិញោមរឿយព្រះឲ្យចម្រើនគ្រប់អិរិយាបថផ្ដើមដោយកាយវាចាចិត្តហ្នឹងហើយរៀនប្រកបចម្រើនមេត្តាព្រះមន្ត្រីសង្ឃលោកបកូនណាម្ចាស់ព្រះអង្គចម្រើនមេត្តាជួយផងព្រះអង្គណាធ្វើការច្រើនជាងជួយអាណិតព្រះអង្គផងស្រាប់តែលេងឃើញតែព្រះអង្គធ្វើការដាក់តែព្រះអង្គនឹងតែឯងអត់ជួយអាណិតគ្នាយូររត់ហើយអត់នឿយអញ្ចឹងទី1ទី2កិរិយាប្រកបរឿយនៅការចម្រើនមេត្តាញាតិញោមល្អណាស់ញាតិញោមល្អណាស់អាត្មាឃើញការចម្រើននេះជួយសង្គមអាយដាមជួយសង្គមច្រើនណាស់ឧទាហរណ៍ករណីជាក់ស្ដែងយើងបដិបត្តិសាសនានេះគឺត្រូវយកធម៌ហ្នឹងមកបដិបត្តិក្នុងជីវិតប្រចាំថ្ងៃដូចជាការបើកបរនៅលើផ្ទងផ្លូវញាតិញោមធ្វើដំណើរដឹងស្រាប់ហើយអ្នកខ្លះគាត់បើកបរនឹងគាត់មិនអនុញ្ញាតឲ្យអ្នកណាមួយវ៉ាគាត់បានទេហើយគាត់បើកយឺតស្ទះគេស្ទះឯងប៉ុណ្ណឹងគាត់ធម្មតាមនុស្សអត់មានមេត្តាចិត្តអញ្ចឹងគាត់មិនខ្វល់មិនដឹងថាពីក្រោយខ្នងគាត់នឹងមានឡានពេទ្យឬក៏មិនមែនឡានពេទ្យទេឡានធម្មតាតែនៅក្នុងឡាននឹងមានស្ត្រីមានផ្ទៃពោះមានជួនចាស់ចរាមានកុមារកំពុងតែត្រូវសង្គ្រោះបន្ទាន់អីយ៉ាងម៉េចក៏អត់គិតទេគាត់មិនអោយគេវ៉ាហើយបើកកណ្ដាលផ្លូវនឹងតែម្ដងនេះមនុស្សយើងដល់ថ្នាក់នោះកាផ្លេមិនចង់បែកអាកាផ្លេហ្នឹងក៏គាត់មិនគិតចេញហើយបើវ៉ាគ្នាបានសឹងតែឆ្លៀកជ្រោះឆ្លៀកផ្លូវជជែងគ្នាដូចប៉ុណ្ណឹងឡានហេតុអីបានយើងដល់ថ្នាក់ហ្នឹងហេតុអីបានយើងដល់ថ្នាក់ហ្នឹងនោះវាកើតចេញអំពីចិត្តរបស់មនុស្សហ្នឹងអត់មានមេត្តាធម៌នឹងមេត្តាហ្នឹងវាជួយយើងអញ្ចឹងញាតិញោមមើលឲ្យបុគ្គលម្នាក់ប្រកបដោយភាពត្រជាក់ត្រជុំហើយញ៉ាំងភាពត្រជាក់ត្រជុំហ្នឹងឲ្យសាយភាយទៅក្នុងសង្គមអញ្ចឹងទៅពួកយើងរស់នៅប្រកបដោយសេចក្តីសុខញោមបើមិនអញ្ចឹងទៅអត់ទេអញ្ចឹងអស់លោកសប្បុរសទាំងអស់លោកញ៉ាំងសេចក្តីហ្នឹងចម្រើនមេត្តាហ្នឹងឲ្យកើតឡើងរឿយញាតិញោមផ្ដើមចេញពីញោមពីញ៉ាំពីញោមណាកម្មសកតាបច្ចវេខណតាពិចារណាឃើញនៅភាវៈនៃសត្វដែលមានកម្មជារបស់ខ្លួនកន្លែងខ្លះអស់លោកសប្បុរសដោះអត់ចេញទេដោះនេះគាត់នេះនិយាយស្ដាប់វាមិនបានណាស្ដាប់អត់បានជួនកាលគ្នាវាអត់គ្រប់10វាបានតែ9ឬ8កន្លះអានឹងញោមត្រូវព្រះលោកថាបើសិនជាបុគ្គលណាមួយដែលខ្វះនៅសម្បទាយ៉ាងដូចនេះត្រូវគិតថានេះជាផលជាវិបាកនៃកម្មរបស់បុគ្គលដែលបានសាងហើយកុំចង់ទៅយកឈ្នះមនុស្សនឹងញាតិញោមអ្នកព្រះលោកឲ្យដោះអញ្ចឹងវិញញាតិញោមណាញោមខ្លះគាត់ចង់ឈ្នះមនុស្សអត់គ្រប់ហ្នឹងអត់ឈ្នះទេញោមគឺអត់គ្រប់ផងមិនឈ្នះបើយើង10ឯនោះ9ហ្នឹងវាខុសគ្នាបាត់ហើយហ្នឹងអ្នករឿងនេះច្រើនណាស់នៅក្នុងវត្តហ្នឹងបកូនណាបចៅតកាកណាចិត្ត400អង្គក្មេង200នាក់មួយឆ្នាំយ៉ាងហោចណាស់មាន1អង្គឬ2អង្គគឺថា9តម្រងហ្នឹងមិនដឹងប្រហែលនិយាយមិនស្ដាប់បានទេអញ្ចឹងព្រះលោកថាអញ្ចឹងដោះអាម៉េចដើម្បីកុំឲ្យចិត្តនឹងវាខឹងវាមួម៉ៅលោកថាត្រូវទទួលថាត្រូវពិចារណាឃើញនៅភាវៈនិស័តដែលមានកម្មជារបស់ខ្លួនថាអូអើយគ្នា9ទៅហើយដោះវាមិនចេញទេព្រះអង្គហើយឲ្យនៅ9នឹងចាស់មានអីឲ្យក៏ឲ្យហូបទៅតែបើអត់ទេអត់កុំទៅតវ៉ារស់ខុសរស់ត្រូវគ្នាអ្នកខ្លះទៅឆ្លោះជាមួយមនុស្សឈួតព្រះលោកថាកុំនេះកន្លែងនេះនៃធម្មតាមានន័យតែអញ្ចឹងណាញោមតែព្រះអង្គលោកមិនសំដែងអញ្ចឹងលោកសំដែងថាពិចារណាគួរកប់បីពិចារណាឃើញនៅភាវៈនៃសត្វដែលមានកម្មជារបស់ខ្លួនមានន័យថាអញ្ចឹងចិត្តហ្នឹង
ចិត្តដែលស្អប់ពើមចិត្តដែលទោសៈដែលព្យាយាមចងអាឃាតនឹងបុគ្គលដែលគ្នាមានកម្មជារបស់ខ្លួនហ្នឹងដែលมันអាចយល់អ្វីជាខុសអ្វីជាត្រូវបានវាសាបរលាបហើយញោមអ្នកខ្លះមិនមែនមនុស្សមិនគ្រប់សម្បទាទេតែជាបុគ្គលដែលសន្សំនៅភាពអវិជ្ជានៅអវិជ្ជាហ្នឹងក្រាស់ខ្មឹកស្ដាប់មិនយល់អញ្ចឹងក៏ញោមគួរណាស់ទៅពិចារណាកន្លែងហ្នឹងតើគួរបន្តចរចានិយាយស្មាគមទៀតឬក៏គ្រាន់តែចាត់ទុកថានេះជាសត្វលោកមួយរូបដែលរួមរស់នៅលើផែនដីជាមួយនឹងខ្ញុំតែប៉ុណ្ណោះលើសពីនោះមិនមានអ្វីជាការសំខាន់ទេញោមអ្នកខ្លះគ្នាកើតមកអញ្ចឹងញោមគតិវិបត្តិកើតមកមានអញ្ចឹងមកញោមជ្រាបហើយអស់លោកអ្នកបដិបត្តិធម៌ណាញោមណារៀនធម៌4 10 20ឆ្នាំអត់អាចអ្នកណានិយាយលើសសំបីតែកន្លះម៉ាត់បានឆាវចេះឆ្ងល់ខ្លួនឯងចុះអញរៀនធម៌ដែរមិនក៏ខឹងថានឹងសំខឹងមកយូរហើយឃើញណាខ្ញុំមិនថាញោមណាទេប៉ុន្តែជ្រាបទាំងអស់គ្នាអស់លោកសពបរោះខ្លះរៀនធម៌មួយជីវិតតែរិះតម្រាំទៅចេញ100រៀលក្នុងជីវិតទឹកអូយទឹកអូទឹកបោកនឹងទាញចេញសោះនឹងទឹករិះដឹងថាការឲ្យទៀននាំមកនៅអានិសង្សតែចិត្តនឹងវានៅបទាញបតុងទាញតុង50000ឬក៏5000ទេសនានេះអត់ចូលច្រើនទេ10000ឬក៏500ឬក៏អត់ចូលទេឡើងចុះតម្រាំតើអាกระดาษ5000នឹងធ្វើដំណើរចាក់ចេញពីអាកបោបាននឹងចង់4-10នាទីអារម្មណ៍បានចុះការផ្ទាល់នឹងហួសទៅដល់បាត់បានចេញរួចសួរថាយ៉ាងណាថាសំញាតិញោមសំមកអញ្ចឹងណាប្រសងក៏មាននឹងដែរប្រសងអង្គខ្លះរីនោះរីព្រះមន្ត្រីសង្ឃយពីសូត្រមន្តបនទានញាតិញោមស្គាល់ទៅដោះគោនឹងឡើងពេញបន្ទុកតែលោកនេននៅចិត្តនឹងមិនដែលមានវាសនាបានទៅដោះគោមកកំប៉ុងមកឲ្យស្គាល់រសជាតិយូរឲ្យគ្នាម្ដងឲ្យមកហួសដេឡេបាត់ឆានណាមិចហើយកាខ្វេនោះឡើងក្រៀមមិនឲ្យគ្នាហែកមកជាប់ស្អិតតាត់ដូចអាចគោហើយឆានណាមិចអានឹងវាសុទ្ធតែកើតចេញអំពីការសន្សំនឹងធัวពិតធัวមែនធัวអញ្ចឹងញាតិញោមហ្នឹងកណាប្រគូនណាប្រធេរៈខ្លះល្អណាស់ញាតិញោមឲ្យគេអស់ហើយពីខ្លួនលះបង់សន្សំមកគឺដើម្បីលះពួកឲ្យទៅវាសบายចិត្តឃើញគេបានសុខបានសบายឃើញមានចង្ហាន់វ័នជូនភេសជ្ជៈអីអញ្ចឹងទៅចិត្តនឹងជ្រះថ្លាសំណួរសួរអ្នកខ្លះសួរខ្លួនឯងទៅថាតែអញបដិបត្តិការធ្វើទាននេះជ្រះថ្លាចាំមិនបុគ្គលដែលនៅចិត្តហ្នឹងគាត់មិនជ្រះថ្លាដោយសារសន្សំខុសគ្នាញាតិញោមអញ្ចឹងមេត្តាធម៌នេះនឹងចូលទៅជួយហើយញាតិញោមបរិស័ទស្មាអត់ទទួលខុសត្រូវទេរឿងញោមរិះរឿងអីអត់ទេញោមដោះស្រាយខ្លួនឯងចាស់គូណាទី4កល្យាណមិត្តតាភាវៈជាអ្នករាប់អានកល្យាណមិត្តព្រះលោកថាដើម្បីញ៉ាំងសេចក្តីព្យាបាលនឹងឲ្យវាថមថយចុះឲ្យវាសាបសូន្យចុះអស់លោកអ្នកចូលសែបគប់ជាមួយនឹងពួកមិត្តទាំងឡាយដែលជាកល្យាណនឹងមិនសំដៅយកកល្យាណនឹងមិនសំដៅយកអ្នកមានទ្រព្យអ្នកមានរូបសម្រស់អ្នកមានទំនុំធំអ្នកមានស្អីទេគឺកល្យាណនេះសំដៅយកបុគ្គលដែលជាមនុស្សដែលល្អញាតិញោមជាអ្នកចេះដឹងមានន័យថាសម័យឥឡូវមានពាក្យមួយញោមប្រើពីរោះណាជាញាតិព្រះធម៌ញាតិព្រះធម៌នោះគឺអ្នករៀនធម៌ណាញាតិញោមណាមិនជួបគ្នាគិតទាំងកេករៃអង្គាសគ្នាទៅមកបាត់អស់ញាតិធម៌ហ្នឹងកាត់បន្ថយហ្នឹងណាញាតិញោម
nhiệt thua bay ở cho rây ra với bật nhiệt thua sau là program chẳng phải lục thá có là gia nằm mít ca để chụp chung ca để chui từ phụcประสอบcho môi nâng phụបណ្ឌិត ទាំងឡាយ ដែលជាអ្នកល្អដោយកាយល្អដោយវិជ្ជាល្អដោយចិត្តនឹងអាចញ៉ាំងធូបជាបាននឹងឲ្យថមថយល្អថាញាតិញោមមានអីញាតិញោមពេលញោមអញ្ជើញទៅបន់ពេលចាស់ទៅជាពិសេសស្មាចាស់គិតដែរចាស់ខ្មែរយើងនេះមានឯកឧត្តមចាស់ខ្មែរយើងនឹងវាជារបបសង្គមរបស់យើងពេលដែលគាត់សម្រានពីជីវិតហត់នឿយ60ឆ្នាំ70ឆ្នាំទៅគាត់មានវត្តអារាមមួយជួយគាត់ដើម្បីឲ្យបានរក្សានៅជីវិតរបស់គាត់នឹងជាក្រុមជាបកជាក្រុមជាតកូលជាក្រុមនៃពួកអ្នកនៅក្នុងជីវិតចុងក្រោយហ្នឹងមានន័យថាជាឲ្យជីវិតភាពព្រឹត្តិចាររបស់គាត់នឹងបន្តដំណើរទៅមុខដោយមានកល្យាណមិត្តរបស់គាត់ដូចគាត់មកវត្តអញ្ចឹងញាតិញោមឃើញទេមានញាតិញោមចាស់ញោមមុកញោមមីគ្នាគាត់នឹងទៅបន់នឹងគាត់សប្បាយណាស់ហើយអានេះគេភ័យបំផុតនៅស្រុកអ្នកមានគេភ័យពេកចាស់ទៅគេខ្លាចចាស់ហ្នឹងគាត់ឯកោណាញាតិញោមចាស់ទៅឯកោលឺអញ្ចឹងអាត្មាមិនទាន់ចាស់ទេចាំមើលព្រះមេគុណចាំមើលញាតិញោមឥឡូវចាស់ដែរមិនទាន់ចាស់ដល់ញោមចាំមើលអាយុ80 90ភាពឯកោហ្នឹងវាគ្របដណ្ដប់ជីវិតចុងក្រោយរបស់មនុស្សលោកនឹងខ្លាំងណាស់ហើយអាត្មាឃើញកម្មវិធីនៅស្រុកយើងនេះជាពិសេសញាតិញោមកម្មវិធីវត្តអារាមមានសុំសិលមានធ្វើបុណ្យទាំងអស់ហ្នឹងរក្សាចិត្តរបស់ញោមនឹងឲ្យមិនឲ្យស្ពឹកស្ពួនឬក៏មិនឲ្យចិត្តនឹងវាដួលវាស្លាប់មុនរាងកាយញាតិញោមអញ្ជើញមកអញ្ចឹងរវល់ជាមួយធម៌រវល់ជាមួយនឹងកិច្ចការទាំងអស់ហ្នឹងជួយការរស់នៅនឹងបានធូរស្បើយដែរមិនចឹងឯងញាតិញោមហ្នឹងហើយអញ្ចឹងកល្យាណមិត្តនឹងជួយញាតិញោមជួយទី4បដិសង្ខានពហុលតាភាវៈជាអ្នកច្រើនដោយការពិចារណាថាបើដើម្បីនឹងញ៉ាំងធោព្យាបាលនឹងឲ្យធ្លាក់ចុះព្រះលោកថាអស់លោកសប្បុរសមេត្តាប្រើបញ្ញានឹងគិតកុំតន់ខឹងកុំតន់ព្យាបាទបុគ្គលណាមួយគិតសិនញាតិញោមថាតើកំហុសដែលគេធ្វើចំពោះខ្លួននឹងវាសមគួរនឹងដល់ការព្យាបាទទេចងអាឃាតទេគំនុំទេវាគួរដល់ការក្រន់តែអូគ្នាដោយហេតុតែគ្នានឹងមិនយល់អូគួរដល់ថាមិនអីទេប៉ុណ្ណឹងវាចំទៅចោះមិនបាច់លើសមិនបាច់ខ្វះមិនបាច់ស្មើទេពាក្យមួយម៉ាត់នោះអញ្ចឹងព្រះលោកឲ្យពុទ្ធបរិស័ទទាំងអស់ហ្នឹងលោកមេត្តាពិចារណាមុននឹងចងអាឃាតជាបាទមនុស្សចងអាឃាតគ្នាណាញាតិញោមដូចទេវតាអញ្ចឹងមើលទៅចងអាឃាតជាមួយព្រះសំបីតែព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងនៅតែមានមនុស្សលោកតាមមកចងអាឃាតណាតាមព្យាបាទតាមសម្លាប់ណាញាតិញោមមើលហើយព្រះសម្មាសម្ពុទ្ធជាម្ចាស់មានអីញាតិញោមបលាំងក៏លះបង់អំណាចរបស់រដ្ឋទាំងឡាយអស់ហើយតបរាប់ម៉ឺនរាប់សែនទ្រព្យសម្បត្តិអំណាចសពបែបយ៉ាងនៅក្នុងព្រះនគរហ្នឹងលះអស់ហើយនៅសល់តែយវងបាទនៅតែមានអ្នកតាមព្យាបាទទៀតអញ្ចឹងញាតិញោមសំណួរមួយហេតុសំណួរមួយដែលពុទ្ធបរិស័ទមួយចំនួនឧស្សាហ៍លើកថាខ្ញុំមិនដែលធ្វើអាក្រក់តតែសោះចុះហេតុអីបានអ្នកដទៃធ្វើអាក្រក់មកលើខ្ញុំការធ្វើអាក្រក់នេះមិនមែនដោយសារតែញោមមិនធ្វើអាក្រក់ទេគឺដោយហេតុតែបុគ្គលនោះគាត់មានចិត្តអាក្រក់អញ្ចឹងហើយគាត់ធ្វើសេចក្តីអាក្រក់នឹងមកលើញោមដែលហេតុថាពួកយើងរស់នៅលើភពផែនដីនេះជាមួយគ្នាចឹងជៀសវាមិនផុតទេនៅចិត្តគ្នាគេធ្វើបាបញោមនោះឯងវាមានអញ្ចឹងញាតិញោមអ្នកខ្លះអញ្ចឹងអ្នកខ្លះមានអញ្ចឹងញោមត្រូវដោះស្រាយត្រឡប់ទៅវិញដោះដូចម្ដេចនេះដោះចម្រើនពរមិញទាំង4ទី5សប្បាយកថា
thì việc trên nẹt pol nó pía chỉ ti sờ bài nhận nhôm bịa tha sờ bài nông tin ní pre sama samput chỉ một cha pol bịa na đại chiêu về cháy sực chật nhiệt bật thò nâng khâu công tịch tụi ấy công công ấy mày nhầm na để ren thò nâng ai dương miền kia taประมาณ liên nè têเราlàng đọc bay liên ấy đâm ấy dương này đọc bay liên ấy đọc bay liên phần năng tê chẳng sờ lanh kia nhôm khang lệch dương nè nào là bong tia dương ní đại dương mà prao nâng máu ọt miền đây miền ta côn chào dương tầng ọt khăn nia hay xôm xô xa hơi tức chất sờ lanh rồi bỏ vào chiên nó riêng mai chỉ muối nó rót thà vì ba nó cà phê thực đây nó cứ chia lại từ nó tức chất dương khinh phóc tranh màu chẳng sập bài dạ cả tha thì việc chỉ nẹp pô nó bịa chỉ ti sập bài trâu tệp sọp xài như dây ở vây đại lọ chẳng thà xây tà lọ tầng o thầm mền tế tà bậc cài cái này có cài đói bị rùa bị xà mà sao mình những sầm đạch đại chú miền tây sang nó không bật sập phía này dây ông phí cà pol pia asurua nó lơ bàn đài sang cung nâng đây này bạc vol đầm lai sợi nâng trâu lục bầm bạt chẳng bỏ lúc sầm đài nhé nè sập bài ya tha sang cung mui để miền ca rồi nâuประกอบ ដោយសក្តីថ្លៃថ្នូរប្រជានុរាស្ត្រនៃសង្គមនោះត្រូវពោលពាក្យជាទីរីករាយក្នុងទីនេះគឺនិយាយប្រកបដោយវិជ័យសុចរិតជេរបតិចគ្នាជេរស្ត្រីជេរមនុស្សចាស់ជេរព្រះសង្ឃហើយយើងមនុស្សយើងចំនួននេះកាលណាយើងសាបព្រោះយ៉ាងណាកូនចៅយើងចំនួនក្រោយវានឹងទៅជាយ៉ាងដូច្នោះហើយចឹងសូមប្រជាជាតិទាំងមូលលោករួមគ្នាដើម្បីនឹងបង្រៀនកូនចៅយើងឲ្យពោលពាក្យជាទីរីករាយប្រកបដោយប្រយោជន៍នឹងឃើញដាច់ប្រធានព្រឹទ្ធសភាលើកម្សិលមិញហ្នឹងឃើញទេđấyស្រុកយើងជេរអូពុទ្ធហើយជេរនោះជេរអត់ទេញាតិញោមកែចេញអស់លោកណាដែលធ្លាប់មានពាក្យមិនពិរោះលើបណ្ដាញសង្គមអីលោកកាត់បន្ថយឲ្យលោកលះបង់ដើម្បីប្រយោជន៍របស់ជាតិយើងទាំងអស់គ្នាសូមអនុមោទនាចឹងធម៌6យ៉ាងដើម្បីរំងាប់នៅការព្យាបាទហ្នឹងសម្រើនពោប៉ុណ្ណឹងចាំបានប្រមាណយោប៉ុណ្ណឹងចាំជើញត្រឡប់ទៅវិញមើលគេផ្សព្វផ្សាយខ្ញុំណាហើយប្រកេនពរព្រះមន្ត្រីសង្ឃខេត្តបកូនណាមចាស់បច្ចោតិកាព្រះនុគុណស្រុកជួយលោកឪផងណាជួនប៉ែតជាងហើយកុំឲ្យពិបាកបតីច្រើនកុំធ្វើឲ្យពិបាកបតីហើយមនុស្សចាស់នេះកុំសត់ណាទៅខឹងគេអត់និយាយទៅអត់និយាយនឹងវាពិបាកសុខភាពអញ្ចឹងព្រះនុគុណព្រះមន្ត្រីសង្ឃគ្រប់ស្រុកជួយលោកឪផងជួយណាជួយនឹងគឺដើម្បីសេចក្តីសុខរបស់ញោមយើងរបស់ពុទ្ធបរិស័ទយើងរបស់ខេត្តយើងហើយទៅសាលាគុណយើងសាលានុគុណយើងដើរស្រួលទៅសាលាខេត្តហ្នឹងលោកស្រួលដែរណាហើយតែមានប្រសង់មានអីណាពិបាកច្រើនដងពេករវល់ទាំងញោមរវល់ទាំងសាលាគុណរវល់ទាំងសាលាខេត្តអញ្ចឹងប្រធេរៈថ្នាក់ដឹកនាំគណៈសូមត្រាដីការប្រកេនថាពួកយើងដែលជាថ្នាក់ដឹកនាំទៅតាមឋានានុក្រមហ្នឹងគឺកុំសង្ឃឹមថាធ្វើការដឹកនាំនឹងនាំមកនៅសេចក្តីសុខមែនទេញាតិញោមលំបាកតែព្រះអង្គត្រូវតែលះបង់ដើម្បីសេចក្តីសុខរបស់
សង្គមយើងទាំងមូលมันអាចគង់នៅហើយចឹងដែរអត់អាចទេប្រគុណណាសាសនាខេត្តនេះធំណាស់ចឹងជួយល្អនឹងជានិមិត្តរូបហើយយើងនឹងស្ដាប់តាមការណែនាំការដឹកនាំនៅព្រះបញ្ញាញាណព្រះអង្គដែលមានសេះសល់ប្រមាណនៅក្នុងវ័យនឹងសំខាន់យើងមានប្រធារៈមួយដែលចាស់ទុំបំផុតនៅក្នុងខេត្តហ្នឹងជាប្រមុខទូលនៅលើក្បាលទាំងអស់គ្នាណាបានប្រមាណបញ្ជន8ជាងហើយអញ្ចឹងការងារហ្នឹងគឺកុំឲ្យលំបាកមេគុណព្រះសហរៈព្រះអង្គសហការីគុណហ្នឹងសហការគ្នាជួយគ្នាប្រគុណណាកណាចង់បានចេះទេពេលចាស់ទៅទាំងលោកម្ចាស់ក្តីទាំងកណាក្តីអាយុ70 80ប្រហែលឡើងឪហើយអបសុកទៅជិះឡានពីពេញមកឆាន់តែនៅវត្តពូវាលនឹកអនុស្សាវរីយ៍កាលពី40ឆ្នាំមុនអូកាលនោះសម័យនោះមានអេដាមធូភានោះលោកដូចជាអាបារោងនឹកឃើញអញ្ចឹងអេដាមចង់បានអញ្ចឹងទៅចាស់ទៅមិនគ្មានអីទេកុំឲ្យទៅ40ឆ្នាំកន្លងទៅហើយនឹកឃើញអូឃើញមុខលោកតាហ្នឹងហើយមិនចង់ឃើញមកកាល40ឆ្នាំមុននោះអូចុកអីណាអន្តេអនុស្សាវរីយ៍នៅក្នុងភ្នោះបុគ្គលសបាយគឺជាអ្នកដែលមានកល្យាណមិត្តជាអ្នកបរិបូរដោយកល្យាណមិត្តទើបអាចញ៉ាំងបុគ្គលសបាយឲ្យកើតមានឡើងនៅក្នុងជីវិតនៅក្នុងសហគមន៍យើងសូមអនុមោទនាសូមឧទ្ទិសបុណ្យកុសលឲ្យកើតអំពីធម្មទាននេះប្រគេនចំពោះព្រះតេតមេគុណអុកមុតបញ្ញាបតិបោដែលព្រះអង្គបានលាចាកលោកនេះទៅហើយសូមព្រះអង្គបានកើតក្នុងទីដ៏សមគួរសោយសុខក្នុងសុគតិភពហើយមួយលើទៀតសូមប្រគេនបុណ្យកុសលចំពោះព្រះមេគុណថ្មីនិងព្រះសហការីគុណទាំងអស់ព្រះនុគុណព្រះមន្ត្រីសង្ឃទាំងអស់ជាពិសេសសូមជូនបុណ្យឯកឧត្តមអាបារោងលោកប្រធានមន្ត្រីអ្វីដែលអាត្មាសប្បាយចិត្តហ្នឹងគឺនៅក្នុងសាលាខេត្តមានឯកឧត្តមនៅក្រុមអាវ៉ាតឯកឧត្តមអាបាខេត្តអាបាខេត្តទាំងអស់ហ្នឹងលោកជ្រះថ្លាជាមួយនឹងពុទ្ធសាសនាដល់ក្រៃលែងដោយចិត្តផងដោយកាយផងដោយសពបែបយ៉ាងទាំងអស់នេះជាភពវាសនានៃខេត្តដែលអាចយើងទាំងអស់គ្នាបដិបត្តិពុទ្ធសាសនាបានដោយល្អបានដោយស្រួលហើយបានដោយសេចក្តីសុខជាពិសេសញាតិញោមខ្ញុំបានបងទាំងអស់ខ្ញុំណាហ្នឹងហើយសូមញោមបានប្រកបដោយសុខប្រកបដោយចម្រើនពុទ្ធពរទាំង4ប្រការយុវណ្ណៈសុខៈពលៈកំបាំងគ្លៀងក្លែតឡាយរីធម្មវិសេសទេសនាដែលសម្ដែងក្នុងវេលាគ្រានេះប្រសន្នមតចាប់តែប៉ុណ្ណេះឯងអេវ៉ាំង